បាទវីដេអូនេះចង់ចែកលេខការមើលត្រួយដែលយើងត្រូវកាត់យកទៅតបងប្អូនតត្រួយប្រភេទម៉េចតោះមើលទាំងអស់គ្នាត្រួយដែលយើងកាត់គឺយើងយកអាពូជណាដែលផ្លែធំៗហើយអានេះវាដាំមួយឆ្នាំជាងហើយប៉ុន្តែវាផ្លែប៉ុន្តែដើមនេះផ្លែធំៗបងប្អូនអញ្ចឹងនេះអាត្រួយចេញមកអញ្ចឹងបងប្អូនអត់មានកាត់យកទេនេះបងប្អូនយកអញ្ចឹងនេះបងប្អូនឃើញអត់ត្រួយវាទឹកនឹងកំពុងចង់ចេញមកពលក់វាតិចតិចនេះនឹងត្រួយប្រភេទនេះបាទអានេះយើងកាត់យកបានបងប្អូនយកប៉ុណ្ណេះមកហើយនេះមួយទៀតភាសាតែអត់មានអ្នកកាន់អុយខ្ញុំនេះអត់កើនហើយពេលបងប្អូនកាត់យកត្រួយកាត់អានេះចេញផងបើកាត់យកត្រួយវាហើយណាបងប្អូនបាទនេះត្រួយប៉ុណ្ណេះហ៎ភាសាអត់មានអ្នកថតអុយបងប្អូនធ្វើយកអីមកកាត់មកលេះទៅអីទៅអត់មកមេឃបងប្អូនសោះនេះបងត្រួយចំកញ្ចប់ចេញចានេះបងកាត់យកទៅតជាប់ល្អហើយវីដេអូយើងមានតែហ្នឹងបងទុកជាដើម្បីឲ្យបងប្អូនគាត់រៀនតថ្មីចេះតទាំងអស់គ្នាបងប្អូនបាយបាយ